ជ្រក់តសក់បងប្អូនអាចសាកធ្វើតាមវិធីមួយនេះតនីឲ្យថាញ៉ាំទៅដឹងតែមកស្រួយឆ្ងាញ់ហ្មងបាទនិយាយពីរសជាតិវិញមិនត្រឹមតែឆ្ងាញ់តែប៉ុណ្្នឹងទេពណ៌ហើយនឹងក្លិនណាគឺឈ្ងុយខ្លាំងមែនទែនចំពោះការធ្វើជ្រក់តសក់គឺយើងត្រូវតែប្រើជាមួយនឹងតសក់ណាដែលនៅខ្ចីល្អរីឯស្ករវិញយើងប្រើចំនួន1ស្លាបព្រាបាយគឺយើងកូរវាឲ្យឡើងពណ៌ជើងក្រងបានប៉ុណ្នេះហើយគឺយើងយកជាការបានហើយបន្ទាប់មកទៀតចំពោះទឹកវិញគឺយើងប្រើជាមួយនឹងទឹកអង្ករបងប្អូនយើងលាងយកអាទឹកដំបូងគេនឹងមកបរិមាណទឹកដែលខ្ញុំយកមកកូរនេះគឺមានចំនួននឹង500មីលីលីត្រស្មើនឹងកន្លះលីត្របន្ទាប់មកទៀតគឺខ្ញុំដាក់អំបិលចូលចំនួន1ស្លាបព្រាបាយពេញរីឯតសក់ដែលខ្ញុំធ្វើនេះបងប្អូនសូមបញ្ជាក់ណាគឺខ្ញុំប្រើចំនួននឹង6ខាំសម្រាប់ទឹកគ្រឿងផ្សំនៅពេលដែលយើងកូរវាឲ្យក្លាយជាល្បាយតែមួយហើយទុកវាត្រឹមតែ1អំពុះទៅ2អំពុះគឺយើងលើកចាក់វាទាំងក្តៅមកពេលដែលយើងចាក់ទាំងក្តៅអញ្ចឹងគឺធ្វើឲ្យតសក់របស់យើងក្លាយជាជ្រក់គឺស្រួយញ៉ាំឆ្ងាញ់ណាបងប្អូនបន្ទាប់ពីខ្ញុំចាក់ទឹកក្តៅនឹងចូលនៅក្នុងតសក់ហើយគឺខ្ញុំទុកវាឲ្យត្រជាក់សិនបានខ្ញុំគ្រប់គម្របវារយៈពេលនៃការផ្អាប់ទុករបស់ខ្ញុំនេះប្រើពេល2ថ្ងៃកន្លះបងប្អូនទុកនៅក្រៅទូទឹកកកគ្រប់រយៈពេលត្រឹមតែ2ថ្ងៃកន្លះពេលដែលយកជ្រក់ចេញមកមើលនិយាយពីថាទឹកគេប្រែពណ៌ទៅជាលឿងល្អល្អមែនទែនហើយសម្រាប់ការធ្វើជ្រក់របស់ខ្ញុំនេះពេលដែលធ្វើឲ្យគឺខ្ញុំញ៉ាំជាមួយនឹងផាក់ឡូវនឹងឯងបងប្អូនចាតោះឥឡូវងាកមកមើលការបើកគម្របរបស់ខ្ញុំពេលដែលគ្រប់រយៈពេល2ថ្ងៃហើយទឹកជ្រក់របស់យើងអត់មានផ្សិតសូម្បីតែបន្តិចរាល់ដងពេលដែលយើងធ្វើជាមួយនឹងទឹកធម្មតាតែមានផ្សិតអីសសនៅខាងលើមែនទេក៏ប៉ុន្តែពេលដែលយើងធ្វើជាមួយនឹងទឹកអង្ករគឺទឹកជ្រក់របស់យើងស្អាតហើយសាច់តសក់យើងគឺលឿងគ្រប់ផ្លែតែម្ដងហើយជាពិសេសសាច់វាឡើងស្រួយសាច់តសក់ជ្រក់នេះមិនត្រឹមតែស្រួយតែប៉ុណ្្នឹងទេបើនិយាយពីរសជាតិវិញបងប្អូនអើយនិយាយពីថាចូលជាតិគ្នាឆ្ងាញ់មែនតែនបើចាំយើងលាយគ្រឿងក្រៅនៅខាងក្រៅទៀតទេណាចំពោះជ្រក់នេះពេលដែលធ្វើឲ្យបងប្អូនចង់ញ៉ាំជាមួយនឹងគោងៀតក៏បានប្រេងដែងអាំងឬក៏ញ៉ាំជាមួយនឹងផាក់លើដូចខ្ញុំចេះទៀតណាក៏កាន់តែត្រូវដូចគ្នាគ្រាន់តែយើងស្រង់តសក់នឹងចេញមកហើយកាត់វាជាដុំកង់មកល្មមដូចខ្ញុំចេះមកកុំភ្លេចថែមជាមួយនឹងខ្ទឹមសហើយនឹងម្ទេសដែលយើងបុកហើយហ្នឹងយកមកច្របល់លាយគ្នាមកចំពោះការច្របល់ហ្នឹងខ្ទង់ប្រហែលជា2-3នាទីអីយើងអាចយកមកញ៉ាំបានណៃចំពោះការធ្វើបែបងាយៗណាស់អញ្ចឹងហើយសម្រាប់បងប្អូនចង់ញ៉ាំជ្រក់តសក់ដែលឆ្ងាញ់ណាអាចសាកធ្វើតាមវិធីមួយនេះបានណាធានាឲ្យថាញ៉ាំទៅដឹងតែមកស្រួយហ្មងត្រង់ចំណុចកន្លែងនេះចង់បញ្ជាក់ជូនបងប្អូនមកបន្តិចចំពោះការចាក់ទឹកក្តៅដែលយើងចាក់ទាំងពុះចូលទៅធ្វើជ្រក់ហ្នឹងណាកុំភ័យព្រួយខ្លាចថាពេលដែលយើងចាក់ទាំងក្តៅអញ្ចឹងអាចនឹងរលួយតសក់គឺអត់ទេមានតែធ្វើឲ្យតសក់របស់យើងហ្នឹងណាការជ្រក់ទៅគឺស្រួយញ៉ាំទៅឆ្ងាញ់ទៀតហើយជាពិសេសគឺពណ៌តសក់ហ្នឹងតែម្ដងគឺឡើងពណ៌លឿងគ្រប់ផ្លែបងប្អូនហើយរីឯរសជាតិវិញណាធានាឲ្យថាពេលដែលយើងត្រាំគ្រប់រយៈពេល2ថ្ងៃកន្លះហើយគឺជ្រក់របស់យើងកើតជាជ្រក់ទៅគឺញ៉ាំទៅមកជួយឆ្ងាញ់ណាបងប្អូនហើយជាពិសេសទឹកជ្រក់ហ្នឹងអត់មានផ្សិតសូម្បីតែបន្តិចគឺថ្លាល្អណាស់បើសិនជាបងប្អូនចង់ដឹងពីរសជាតិអីកុំភ្លេចសាកធ្វើតាមវិធីមួយនេះបានណាធានាឲ្យថាញ៉ាំទៅដឹងតែស្រួយហើយ